ឃើញបន្លែច្រើនចឹងមែនប៉ុន្តែបើនិយាយពីរឿងរសជាតិវិញមិនថាស្លកកូរស្លម្ជូរស្លប្រហើរទេបងប្អូនគឺមានរសជាតិឆ្ងាញ់ហើយបើយើងកាន់មិនស្រួលទេយើងអាចមុតដៃព្រោះអានេះវាមានបន្លែពេញខ្លួនចឹងណាហើយយើងត្រូវការបកបន្លែវាចេញដើម្បីងាយស្រួលកាន់ហើយនេះគឺយើងបកហើយហើយបងប្អូនអត់ចេះបកទេប្រហែលជាអាចនឹងមុតដៃព្រោះវាពុកពេញរត់បន្លែពេញខ្លួនវាចឹងណាស្របឲ្យបន្លែហើយការបកផងដែរគឺយើងអោយដកខ្ចីទេបើសិនយើងដកខ្ចីបើយើងទុកយូរគឺអត់កើតយើងត្រូវទុកសបកទាំងចាស់ដើម្បីឲ្យយើងទុកបានយូរហើយនឹងធ្វើម៉េចឲ្យអស់បន្លែវាកុំឲ្យយើងកាន់ទៅវាច្រាស់ដៃឬក៏មុតដៃហើយនេះសកម្មភាពដែលពេលកៅចុងវាមកគឺប្រយ័ត្នប្រយែងដែរព្រោះតែវាធ្លាក់មកលើយើងគឺមុតសក់ពេញខ្លួនឡើយព្រោះបន្លែច្រើនហើយមានបងប្អូនអ្នកខ្លះធ្លាប់ចូលព្រៃកាប់ចុងយកមកស្លហូបណាប្រហែលជាមានអ្នកខ្លះស្គាល់ឬក៏មានអ្នកខ្លះក៏អត់ស្គាល់ដែរចុងនេះហើយចុងនេះគេហៅចុងដំបងបងប្អូនចុងដំបងហើយនៅព្រៃសបោនៅជុំវិញសិនចុងដំបងវាហើយខ្ញុំតាមកាត់មកដែរឃើញចុងដំបងខ្ញុំធំយ៉ាងហ្នឹងព្រោះធម្មស្រុកខ្ញុំធ្លាប់ឃើញគឺវាមានរឿងទូចអានេះធំមែនទេបងប្អូនឆ្លុកហើយសាច់ច្រើនហើយបើសិនជាបងប្អូនអត់ចេះបកអីហ្នឹងវាអាចដកខ្ចីហើយដកខ្ចីហ្នឹងវាឆាប់ខូចទុកអត់បានយូរទេបងប្អូនហើយការបកហ្នឹងត្រូវច្បាស់ថាកុំឲ្យខ្ចីពេកឬក៏កុំឲ្យទុកសម្បកច្រើនពេកបាទបងប្អូនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបាទ